ខ្ញុំជឿជាក់ថាបងប្អូនកម្របានឃើញណាស់ទស្សនវិជ្ជាបែបនេះហើយនេះដែរគឺជាសកម្មភាពកម្មករកម្មការិនីរោងចក្រគឺគាត់កំពុងតែចេញពីធ្វើការនៅពេលដែលខ្ញុំបានឃើញសកម្មភាពក៏ដូចជាបរិយាកាសបែបនេះគឺខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយមែនទែនហើយនេះគឺជាសកម្មភាពមួយដែលបងប្អូនខាងកម្មករកម្មការិនីរោងចក្រគឺគាត់កំពុងតែធ្វើការទិញម្ហូបអាហារក៏ដូចជាបន្លែត្រីសាច់បាទដើម្បីយកទៅចម្អិននៅផ្ទះរៀងៗខ្លួនបាទអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទនេះគឺជាការដាក់លក់ក៏ដូចជាតូបអាជីវករមួយបាទដែលលក់នៅមុខបរិវេណរោងចក្រផ្ទាល់តែម្ដងការលក់ដូរនេះក្នុងមួយថ្ងៃគឺអាជីវករលក់ដូរនៅក្នុងរោងចក្រនេះគឺយើងអាចលក់បាន4ដងប៉ុន្តែពេលថ្ងៃយើងអាចលក់បន្លែត្រីសាច់ដូចពេលល្ងាចទេដោយសារតែពេលល្ងាចគឺជាពេលមួយដែលបងខាងកម្មកររោងចក្រហ្នឹងគឺពួកគាត់ចេញទៅផ្ទះបាទអញ្ចឹងគឺគាត់ទិញដើម្បីយកទៅធ្វើម្ហូបក៏ដូចជាយកចម្អិននៅផ្ទះរបស់គាត់រៀងៗខ្លួនពេលព្រឹកហើយនឹងពេលថ្ងៃត្រង់ហ្នឹងគឺលក់ជាម្ហូបឆ្អិននំនែកបាទបង្អែមបង្អាបអីហ្នឹងគឺយើងលក់ភេទជារបស់ហូបកើតបាទរបស់ហូបបានភ្លាមតែម្ដងលក់បន្លែត្រីសាច់នេះពេលល្ងាចហើយនឹងពេលម៉ោង6ទេបងប្អូនបាទពួកគាត់ទិញដើម្បីយកទៅចម្អិននៅផ្ទះរបស់ពួកគាត់ដោយសារតែពួកគាត់សម្រាប់ពីការងារតាក់ទងនឹងការលក់ដូរយើងលក់មើលទៅតាមពេលវេលាដែរបាទយើងមិនមែនជាតែលក់ទេបន្លែត្រីសាច់បើមិនយើងលក់ពីព្រឹកដល់ស្មើនេះបើយើងអត់មានអីផ្លាស់ទេវាអាចនឹងស្អុយខូចសាច់ពុកសាច់ចឹងទៅហើយពេលល្ងាចនេះគឺជាពេលវេលាមួយដែលសំខាន់មែនទែនសម្រាប់បងប្អូនខាងអាជីវករខ្ញុំថាសំខាន់មិនបងប្អូនបើសិនជាយើងជាអ្នកលក់ដូរនេះហើយយើងលក់ពេលល្ងាចបាទដូចជាបន្លែត្រីសាច់នេះបើសិនជាយើងលក់អត់អស់ទេវាអាចនឹងខ្សល់ធ្វើឲ្យសាច់ទាំងនោះវាខូចបាត់បង់នូវគុណភាពវាលែងឆ្ងាញ់ដូចមុននេះហើយបើនិយាយពីតម្លៃបើយើងយកលក់ដល់ស្អែកទៀតក៏វាតម្លៃមួយទាំងទាបដែរខាតដើមអីអញ្ចឹងកន្លែងហ្នឹងគឺពួកគាត់ខ្លាចមែនទែនបាទខ្លាចលក់អត់ដាច់ហ្នឹងតែម្ដងដោយសារតែផ្សារនៅរោងចក្រនេះមិនមែនដូចផ្សារនៅតាមទីសាធារណៈទេផ្សារនៅតាមទីសាធារណៈយើងអាចលក់បាន24ម៉ោងហើយយើងមានកម្លាំងលក់មានពេលវេលាលក់ហើយចំពោះផ្សារនៅក្នុងរោងចក្រនេះវិញបើសិនជាយើងលក់អត់ដាច់ទេគឺនឹងសល់ហើយបាទដល់ពេលណាសល់គឺនឹងខាតហើយខាតចុងខាតដើមហើយអញ្ចឹងគឺពួកគាត់ព្រួយបារម្ភកន្លែងហ្នឹងមែនទែនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនជួយចែករំលែកម្នាក់មួយផងបាទអរគុណច្រើនជម្រាបលា